បាទគ្រប់វិសួរបងប្អូន200ក្បាលនៅលើធ្នើទូស្អំថ្ងៃមុនណាឥឡូវបានចូលផ្ទះថ្មីហើយចូលផ្ទះថ្មីហើយមករយៈហ្នឹងតិចទៀតហើយបងប្អូនទម្លាក់កូនមន់ចោះចំពេលតិចទៀតហើយប៉ុន្តែខ្ញុំព្យាយាមដាក់កាមឲ្យក្រាស់ណាបងប្អូនដើម្បីកុំឲ្យកូនមន់យើងអន់ចឹងនេះដាក់ចោះម្សិលបងប្អូនណាដាក់ចោះម្សិលហើយតែបានថតជូនបងប្អូននៅទីនេះ100ក្បាលនៅត្រង់ចល័តជាបែបលក្ខណៈលើធ្នើនោះ100ក្បាលទៀតចាំមើលវីដេអូក្រោយខ្ញុំនឹងថតបង្ហាញជូនហើយកូនមន់ដោយខ្ញុំបញ្ជាក់ជូនកាលពីវីដេអូមុនពេលដែលនៅទូស្អំលើស15ថ្ងៃប្រកាសជាចឹកគ្នាហើយបងប្អូនណាកូនមន់ខ្ញុំនេះដោយសារខ្ញុំរវល់លក់ដូរផងបងប្អូនអញ្ចឹងម្សិលមិញហ្នឹងចឹកគ្នាដល់ទៅ3ក្បាលខ្ញុំចាប់ចេញហើយអញ្ចឹងណារៀបកន្លែងរៀបអីបោះសម្អាតដាក់កបោបាញ់ថ្នាំបាញ់អីចឹងទៅណាបងប្អូនហើយបាញ់បងប្អូនមិនបាច់រកថ្នាំអីយើងបាញ់រ៉េតក៏បានដែរណាបងប្អូនណាយើងបោះសម្អាតហើយយើងបាញ់រ៉េតកំប៉ុងយើងហ្នឹងបាញ់ឲ្យសពពេញមកត្រង់យើងហ្នឹងហើយយើងបាចកបោសយើងបាចទាំងអស់ណាបងប្អូនទាំងអាធ្នើដែលវាត្រូវឡើងនេះក៏យើងបាចដែរណាយើងបាចដែរហើយលើសាបអីហ្នឹងក៏យើងបាចទាំងអស់ដើម្បីសម្រាប់មេរោគបានល្អណាហើយរ៉េតគឺលេខ1អីសម្រាប់មេរោគអញ្ចឹងថ្ងៃនេះថតកូនមន់ទម្លាក់មកលើត្រង់កាមលើដីនេះគឺចង់ប្រាប់ពុកម៉ែបងប្អូនពាក់ព័ន្ធជាមួយការសម្អាតមុននឹងដាក់កូនមន់អញ្ចឹងយើងអាចសម្អាតបែបហ្នឹងបានដូចខ្ញុំនិយាយមុនហ្នឹងអញ្ចឹងណាយើងបាញ់រ៉េតយើងបោះសម្អាតឲ្យស្អាតនៅសល់តែសាបអញ្ចឹងទៅហើយយើងបាញ់រ៉េតហើយយើងបាចកបោសយើងដាក់កាមឲ្យវាបានហើយណាកាមហើយដាក់កូនមន់បានណាអញ្ចឹងរៀងតិចតិចបងប្អូនណាប៉ុន្តែអត់ជាបញ្ហាទេដោយសារយើងប្រើកាមក្រាស់អញ្ចឹងវាកក់ក្ដៅដល់កូនមន់ហើយមួយវិញទៀតបងប្អូនឃើញមកកណាត់ត្រង់គឺមានពន្លឺថ្ងៃអញ្ចឹងបានខ្ញុំតែងតែនិយាយថាបច្ចេកទេសខ្ញុំធ្លាប់ចេញវីដេអូណាបច្ចេកទេសបូកនឹងអនាម័យគឺធ្វើឲ្យមន់យើងរស់ 90% ណាអញ្ចឹងបងប្អូនឃើញក្រាបទេឧទាហរណ៍ថាបងប្អូនសង់ត្រង់បដ ாய் ថ្ងៃអញ្ចឹងពេលស្មាហ្នឹងមកអត់បានកម្ដៅឲ្យកូនមន់ដូចត្រង់ខ្ញុំនេះទេណាពេលត្រង់ខ្ញុំពាក់កណ្ដាលត្រង់មានកម្ដៅឃើញទេវាហាលខ្លួនក្ដៅគ្រប់គ្រាន់អញ្ចឹងទៅវាមកជប់លុបណាវាមកនៅខាងនេះវិញអញ្ចឹងបច្ចេកទេសក៏សំខាន់អនាម័យក៏សំខាន់អញ្ចឹងសម្រាប់ខ្ញុំអត់សំខាន់លើថ្នាំឬក៏វ៉ាក់សាំងផ្សេងនោះគឺអត់សំខាន់ទេអ្នកខ្ញុំណាតែបើបងប្អូនសំខាន់ក៏សំខាន់ចុះពីព្រោះថ្នាំឬវ៉ាក់សាំងតែខ្ញុំតែណែនាំតែកត្តាអនាម័យហើយនឹងបច្ចេកទេសជូនពុកម៉ែបងប្អូនទេណាហើយពីមួយវគ្គទៅមួយវគ្គឃើញថាមន់យើងល្អណាហើយបងប្អូនថាបងប្អូនមួយចំនួនថាក៏ដែរតាមដានខ្ញុំណាគាត់ថាហ្នឹងហើយចាំបានតែមួយសាពីរសាឬក៏អ្នកខ្លះទៀតថាអត់វ៉ាក់សាំងនេះចាំបានតែមន់តិចរួចទេបាទគាត់គិតថាតិចក៏តិចចុះ300-400អីមន់តិចទៀតក៏គាត់គិតថាតិចក៏តិចចុះណាតែបងប្អូនយើងគាត់ដែលចង់បាននៅចំណេះដឹងគាត់មើលគាត់សួរបានណាពាក់ព័ន្ធជាមួយការចែកម្លែករបស់ខ្ញុំចែកម្លែកពាក់ព័ន្ធការអនាម័យហើយនិងបច្ចេកទេសអញ្ចឹងបងប្អូនយកទៅធ្វើបានល្អក៏គាត់អរគុណអញ្ចឹងទៅហើយបងប្អូនខ្លះគាត់អត់ទទួលយកក៏តាមដំណើរអញ្ចឹងណាអញ្ចឹងអរគុណច្រើនពុកម៉ែបងប្អូនថ្ងៃនេះបង្ហាញជូនមុននឹងយើងដាក់កូនមន់ចោះទៅលើត្រង់កាមណាយើងធ្វើបែបហ្នឹងដូចខ្ញុំនិយាយពីខាងដើមពីដើមវីដេអូអញ្ចឹងណាគឺយើងត្រូវតែមានកបោសអត់អាចចោលបានទេបងប្អូនយើងខ្លះទុកចិត្តទៅលើការបាញ់ថ្នាំសម្រាប់មេរោគអត់ប្រើកបោសឯខ្លាចមន់ស៊ីកបោសមន់អត់ស៊ីទេណាបងប្អូនណាកបោសមន់ស៊ីអត់បានទេ
ហើយក៏អត់ពុលដល់មាត់ដែរគាត់សុកចិត្តជ្រើសយកថ្នាំសម្រាប់មេរោគតែគាត់អត់ប្រើកបោសខ្ញុំឃើញហើយគាត់ធំទៀតហើយគាត់ភិកច្រើនគាត់លក់ថ្នាំអញ្ចឹងគាត់ចេះនិយាយណែនាំបងប្អូនអញ្ចឹងណាប៉ុន្តែចំណុចដែលខ្ញុំនិយាយនេះគឺខ្ញុំមានមូលហេតុបញ្ជាក់ជូនបងប្អូនថាកបោសយ៉ាងម៉េចបានយើងចោលអត់បានយើងសុកចិត្តចោលថ្នាំសម្រាប់មេរោគបានពីព្រោះកបោសវាអាចសម្លាប់មេរោគបានហើយវាសម្លាប់ក្នុងរយៈពេលយូរអង្វែងវាអត់ដូចថ្នាំសម្រាប់មេរោគតែមួយថ្ងៃឡើងមានប្រសិទ្ធភាពហើយបងប្អូនណាថ្នាំសម្រាប់មេរោគតែមួយថ្ងៃឡើងមានប្រសិទ្ធភាពហើយចុះបើកបោសយើងនៅនឹងត្រង់នៅនឹងបាតត្រង់យើងរហូតអញ្ចឹងមានមេរោគណាមកបៀតបានមកធ្វើបាបមកយាយីមន់យើងបានអញ្ចឹងសំខាន់ណាស់កបោសខ្ញុំនិយាយហើយនិយាយទៀតគ្រប់វីដេអូជូនពុកម៉ែបងប្អូនហើយកុំភ័យរឿងមន់ពុលដោយសារកបោសអត់មានទេបងប្អូនណាខ្ញុំចាំយូរឆ្នាំហើយខ្ញុំប្រើដៃចោលទេអាហ្នឹងគឺល្អជាងគេបំផុតហើយអញ្ចឹងទាំងក្នុងទ្រុងទាំងបរិវេណដែលវាដើរគឺខ្ញុំប្រើទាំងអស់ណាហើយធូរថ្លៃណា1គីឡូតែ 1000 ទេបងប្អូនទិញ10គីឡូ 10000បាចដូចខ្ញុំអីខ្ញុំទិញតែ10000បាចពេញមកបរិវេណទាំងអស់ទាំងក្នុងទ្រុងទាំងក្នុងក្រៅណាអញ្ចឹងយើងមិនចុះលុយទេណាហើយជួនកាលហ្នឹងថ្នាំសម្រាប់មេរោគរបស់យើងហ្នឹងគឺថ្លៃជាងទៀតនោះហើយសម្រាប់បានរយៈពេលតែមួយថ្ងៃទេស្អែកឡើងត្រូវបាញ់ទៀតហើយអញ្ចឹងវាប្រសិទ្ធភាពវាចាញ់កបោសទេណាបងប្អូនហើយបងប្អូនឃើញទេបច្ចេកទេសឃើញធ្វើឲ្យត្រូវនឹងធម្មជាតិរបស់មន់ណាតាមពិតវានៅហាលថ្ងៃដែរវាផ្អើលខ្ញុំមកបងប្អូនហើយឥឡូវវាលែងផ្អើលវាចាប់ផ្ដើមមកនៅហាលថ្ងៃវិញឯងឃើញទេបងប្អូនអញ្ចឹងបានថាបច្ចេកទេសសងទ្រុងគឺសំខាន់បើបងប្អូនមិនធ្វើតាមបច្ចេកទេសទេបងប្អូនប្រើថ្នាំអីក៏បងប្អូនអត់រស់បានយូរដែរកូនមន់បងប្អូនរស់បានតែមួយសាពីរសាដូចបងប្អូនយើងនិយាយមួយចំនួនមន់ចាំបានតែមួយសាពីរសាទី2ទី3ចាំលែងកើតអញ្ចឹងមកពីបងប្អូនមិនព្រមសិក្សាមិនព្រមរៀនសូត្រពីវាអញ្ចឹងបើបងប្អូនសិក្សាបងប្អូនរៀនសូត្រពីវាបងប្អូនចាំ10ឆ្នាំទៅមុខក៏បងប្អូននឹងចាំបានដែរណាចឹងអរគុណច្រើនសម្រាប់វីដេអូនេះចង់បង្ហាញជូនការមុនដាក់កូនមន់ចុះនៅត្រង់លើដីហើយលើកាមណាចឹងអរគុណច្រើនបងប្អូនដែលតែងតែតាមដាននិងជួយគាំទ្រ